វ៉ាសុង20ជាមីស៊ីលប្លង់អន្តរទ្វីបដែលកូរ៉េខាងជើងចាយពេលជិត10ឆ្នាំសម្រិតសម្រាំងផលិតមុនបង្ហាញជាសាធារណៈនៅថ្ងៃទី10ខែតុលាឆ្នាំ2025ក្នុងព្យុហយាត្រាយោធានៅទីក្រុងព្យុងយ៉ាងដើម្បីប្រារព្ធខួបលើកទី80របស់គណៈបកកម្មករដែលកំពុងតែកាន់អំណាចកូរ៉េខាងជើងអះអាងថាមីស៊ីលបាញ់ឆ្លងទ្វីបនេះអាចរត់ទៅរកគោលដៅក្នុងចម្ងាយ 15,000 គីឡូម៉ែត្រជាមីស៊ីលរយៈចម្ងាយឆ្ងាយដំបូងបំផុតរបស់កូរ៉េខាងជើងដែលអាចបាញ់ដល់គ្រប់ជ្រុងនៃសហរដ្ឋអាមេរិកការនេះបញ្ជាក់ពីការកើនឡើងនៃសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងបើទោះបីជាមីស៊ីលថ្មីនេះមិនទាន់បានចូលសាកនៅក្នុងសមរភូមិជាក់ស្ដែងក៏ដោយនេះបើយោងទៅតាមភ្នាក់ងារព័ត៌មាន Reuters យោងតាមកម្មវិធីស្រាវជ្រាវរបស់អាមេរិក 38 North មីស៊ីលវ៉ាសុង20មានប្រវែង25ម៉ែត្រស្ថាប័នមួយចំនួនប៉ាន់ប្រមាណថាមីស៊ីលនេះអាចពំក្បាលគ្រាប់ពី8ទៅ10គ្រាប់ដែលអាចបាញ់តម្រង់គោលដៅផ្សេងគ្នាក្នុងល្បឿនលឿនដោយប្រើបច្ចេកវិទ្យា MIRV មុនពេលបង្ហាញមីស៊ីលនេះកូរ៉េខាងជើងបានសាកល្បងដោយជោគជ័យនៅម៉ាស៊ីនឥន្ធនៈរឹងថ្មីមួយប្រភេទដែលបង្កើតកម្លាំងបានជិត 2,000 គីឡូវ៉ាត់ម៉ោងនិងត្រូវគេជឿថាជាប្រភពថាមពលរបស់មីស៊ីលវ៉ាសុង20មីស៊ីលវ៉ាសុង20មានសមត្ថភាពប្រហាក់ប្រហែលទៅនឹងមីស៊ីល DF41 របស់ចិន RS-28 សាម៉ាតរបស់រុស្ស៊ីនិង Trident 2D5 របស់អាមេរិកក៏ប៉ុន្តែសមត្ថភាពជាក់ស្ដែងមិនទាន់អាចកំណត់បានដោយសារតែមីស៊ីលនេះមិនទាន់បានសាកល្បងជាក់ស្ដែងនៅឡើយ។